សួរពុកម៉ែបងប្អូនទាំងអស់គ្នានេះជាវីដេអូថ្មីមួយទៀតដែលយើងថតអំពីឃ្លាំងស្តុកទុកអីវ៉ាន់ហើយឃ្លាំងស្តុកទុកអីវ៉ាន់មួយនេះដែរស្ថិតនៅជិតវត្តសំរោងដែតដែល 70% នៃអគារទាំងមូលគឺជាឃ្លាំងស្តុកអីវ៉ាន់ហើយ 30% គឺជាការិយាល័យហើយឃ្លាំងនេះដែរគាត់បានប្រើស័ង្កសីគៀបស្នោកូរ៉េ SY ប្រក់ជាដំបូលនិងជញ្ជាំងហើយជាពិសេសនោះដំបូលគឺគាត់មានលាយជាមួយនឹងស័ង្កសីពន្លឺដើម្បីជួយឲ្យពន្លឺជះចូលមកខាងក្នុងជៀសវាងការប្រើប្រាស់នៃថាមពលអគ្គិសនីច្រើនអញ្ចឹងគាត់ចេះច្នៃប្រឌិតបានល្អណាស់ហើយបើតាមម្ចាស់គម្រោងនិយាយប្រាប់ថាជញ្ជាំងស័ង្កសីគៀបស្នោនេះគឺគាត់អត់មានត្រូវបាំងអីពីក្នុងមួយជាន់ទៀតទេគឺគាត់យកអញ្ចឹងតែម្ដងព្រោះវាទី1កាត់បន្ថយការចំណាយទី2មើលទៅក៏វាស្រស់ស្អាតហើយអញ្ចឹងគាត់មិនបាច់ថែមថយអីពីក្នុងទៀតទេហើយគាត់ធ្វើឃ្លាំងបែបនេះគឺគាត់ដើម្បីរក្សាស្តុកនៅទំនិញផលិតផលថៃការពារការឡើងកម្ដៅដែលធ្វើឲ្យប៉ះពាល់ដល់គុណភាពនៃផលិតផលនិងជួយថែរក្សាវាបានយូរបើមើលតាមវីដេអូនេះយើងឃើញការធ្វើលំហូរខ្យល់នៃអគារមួយនេះបានល្អជៀសវាងកម្ដៅកើនឡើងហើយក៏ជួយឲ្យអគារនេះទាំងមូលហ្នឹងវាមានភាពស្រស់ស្អាតផងដែរហើយដូចខ្ញុំបានជម្រាបពុកម៉ែបងប្អូនអញ្ចឹងថាអគារដែលសង់ពីបេតុងហើយអញ្ចឹងយើងត្រូវការសង់ឡើងទៅលើទៀតជៀសវាងទម្ងន់ធ្ងន់ដែលប៉ះពាល់ដល់គ្រឹះនៃអគារគឺមានតែស័ង្កសីគៀបស្នោកូរ៉េ SY តែមួយដែលអាចជួយឲ្យអគារទាំងមូលហ្នឹងមិនមែនជាបន្ទុកធ្ងន់ដល់គ្រឹះនៃអគារហើយក៏មានភាពស្រស់ស្អាតផងដែរពាក់ព័ន្ធនឹងការផ្ដល់អត្ថប្រយោជន៍មកវិញនោះគឺទាំងសម្លេងនិងកម្ដៅត្រូវបានកាត់បន្ថយយ៉ាងច្រើនគួរបញ្ជាក់ផងដែរថាអគារមួយនេះគាត់សាងសង់ដោយស័ង្កសីគៀបស្នោកូរ៉េ SY កម្រាស់7ហ៊ុនកន្លះពណ៌ប្រផេះកម្មៅរលោងហើយប្រើភ្លីធំដែលជាភ្លីអាចជួយលំហូរទឹកភ្លៀងខាងលើបានល្អនិងផ្ដល់សោភ័ណភាពដល់អគារទាំងមូលស័ង្កសីគៀបស្នោកូរ៉េ SY ខាងលើគឺជាពណ៌ដែលយើងអាចជ្រើសរើសបានហើយខាងក្រោមគឺជាបាតដែលអាចធ្វើជាពិដានផងធ្វើជាជញ្ជាំងខាងក្នុងផងហើយមានតែមួយពណ៌ទេគឺពណ៌សគឺកម្រាស់ 3C កន្លះហើយខាងពណ៌ខាងក្រៅក៏ 3C កន្លះដែរនៅខាងក្នុងនៃស័ង្កសីគៀបស្នោមានស្នោសនិងស្នោខ្មៅដែលជាជម្រើសសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាជ្រើសរើសសម្រាប់ស្នោសមានដង់ស៊ីតេ9គីឡូក្នុង1ម៉ែត្រគីបហើយស្នោខ្មៅមានដង់ស៊ីតេ17គីឡូក្នុង1ម៉ែត្រគីបពុកម៉ែបងប្អូនទាំងអស់គ្នាអាចជ្រើសរើសយកតាមតម្រូវការបានហើយវីដេអូមួយនេះមានតែប៉ុណ្ណឹងខ្ញុំបាទក៏សូមគោរពលាពុកម៉ែបងប្អូនយើងជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ